ឆ្នាំណាបាយអាយបងធ្វើបាយក៏ត្រឡប់មកដូចជាបាយក្តៅទំនាំឆ្អិនណាចឹងនេះខ្ញុំមកប្រាប់ពីរបៀបប្រើប្រាស់បងងាយស្រួលទេចឹងដំបូងនៅពេលដែលបងដោតមួយមកនេះពេលលោតភ្លើងចឹងហើយកន្លែងនេះបងធ្វើការបើកមកយើងដាក់អង្គរមួយក៏ដាក់ទឹកអីតាមតម្រូវការបងមកហើយលោតចូលមកដំបូងគេនេះមុខងារដំបូងគេហ្នឹងគឺ quick dry នេះសម្រាប់យើងដាំបាយលឿនណាក្រោមរយៈពេល1ម៉ោងហើយបើសិនជាបងចង់ដាំបាយទូទៅនេះចុចកន្លែងនេះ wide dry អានេះវាដាំបាយទូទៅបងដាំបាយទូទៅក៏ពណ៌សយើងហ្នឹងរយៈពេលទៅជាខ្ទង់ចិត្ត1ម៉ោងឯហ្នឹងហើយបងចង់ដាំមកចុចឲ្យចំត្រង់នេះវាលោតភ្លើងក្រហមមានន័យថាវាពងដំណើរការក្នុងការដាំបាយតែបើសិនជាបងចង់ធ្វើការថែមទឹកនៅមួយក៏អីទៀតបងចុចកន្លែងនេះមួយមកនេះបងចុចកន្លែង console នេះមកហើយយើងអាចបើកឆ្នាំងដាក់ទឹកមួយក៏ដាក់អង្គរតាមតម្រូវការរបស់យើងមកអញ្ចឹងអានេះគឺសម្រាប់ដាំបាយទូទៅហើយបើមុខងារពិសេសរបស់វានេះគឺនេះ the hit គឺជាមុខងារនៅក្នុងការធ្វើឲ្យបាយកកត្រឡប់មកដូចជាបាយក្តៅទំនាំឆ្អិនមកអាហ្នឹងគឺពិសេសខ្លាំងអញ្ចឹងប្រើយើងចុចចំទៅហ្នឹងមកវានឹងដំណើរការទៅហើយបើបន្តទៀតអានេះគឺជាមុខងារកងជ្រីឬមួយក៏ស៊ុបបើសិនជាបងចង់ធ្វើបបរឬមួយក៏ចង់ធ្វើស៊ុបអីយើងចុចទៅហ្នឹងមកណាគឺវានឹងដំណើរការក្នុងការធ្វើស៊ុបនឹងបបររបស់យើងហើយបន្តមកទៀតអាមុខងារ steam នេះសម្រាប់បងធ្វើការចំហុយបងចង់ចំហុយឬមួយក៏កម្ដៅបងចុចទៅលើមុខងារហ្នឹងណាហើយបន្តមកទៀតនេះមុខងារ delay start អានេះមានន័យថាបងចង់កំណត់ម៉ោងឲ្យឆ្នាំងយើងហ្នឹងដាំបាយរយៈពេលប្រហែលម៉ោងក្រោយបានវាឆ្អិននេះយើងអាចកំណត់បានមកនេះមាន2ម៉ោង4ម៉ោង6ម៉ោង8ម៉ោងមួយក៏10ម៉ោងទៅអញ្ចឹងឧទាហរណ៍បងកំណត់2ម៉ោងក្រោយបាយយើងនឹងឆ្អិនស្រាប់ហើយបងអញ្ចឹងគឺនេះមកបងឆ្អិនបាយនេះហើយអត់ពិបាកប្រើទេរបៀបប្រើគឺងាយទេបងធ្វើតាមវីដេអូនេះបានណាហើយបើសិនជាមានចម្ងល់ចង់សួរឬមួយក៏ចង់បានឆ្អឹងបាយហ្នឹងអាចតាក់ទងមកហាងច័ន្ទសុខបានដូចគ្នាបង